លោក Al-Khwarizmi ពីកម្ពុជាអ្នកប្រាជ្ញមូស្លីមខ្លាចជាបិតានៃពេជ្រគណិតនិងជាអ្នកបង្កើតគ្រឹះ algorithm ពិភពលោកបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូនេះនៅលើទូរស័ព្ទដៃឬកុំព្យូទ័រធ្លាប់បានដឹងទេថាប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបដែលយើងកំពុងប្រើប្រាស់រាល់ថ្ងៃនេះគឺការចេញពីខួរក្បាលអច្ឆរិយៈរបស់កម្ពុជាអ្នកប្រាជ្ញម្នាក់ដែលរស់នៅកាលពីជាង1200ឆ្នាំមុនបើគ្មានគណិតវិទូដ៏អស្ចារ្យរូបនេះទេពិភពលោកយើងច្បាស់ជាគ្មានមុខវិជ្ជាពេជ្រគណិតគ្មានលេខអារ៉ាប់ប្រើប្រាស់ហើយក៏គ្មានប្រព័ន្ធកុំព្យូទ័រប្រើប្រាស់ដូចសពថ្ងៃនេះដែរថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកជួបនឹងរឿងរ៉ាវដ៏ជក់ចិត្តរបស់មហាបុរសនិងជាកម្ពុជាអ្នកប្រាជ្ញគណិតវិទ្យាតារាសាស្ត្រនិងភូមិសាស្ត្រដ៏មានឥទ្ធិពលបំផុតគឺលោកមូហាម៉ាត់អ៊ីប៊ីនមូសាអាល់ខ្វារីស្មីលោក Al-Khwarizmi ចាប់កំណើតនៅក្នុងអំឡុងឆ្នាំ780នៃគ្រិស្តសករាជក្នុងសតវត្សទី8នៅតំបន់ Khwarams ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសអ៊ូបេគីស្ថាននិងផ្នែកខ្លះនៃប្រទេសផឺស៊ីឬអ៊ីរ៉ង់បុរាណលោកបានរស់នៅក្នុងយុគសម័យមាសនៃអរិយធម៌អ៊ីស្លាមដែលជាសម័យកាលរីកដុះដាលខ្លាំងខាងវិទ្យាសាស្ត្រនិងចំណេះដឹងដោយសារតែភាពវៃឆ្លាតលើសគេលោកត្រូវបានគេអញ្ជើញឲ្យទៅបម្រើការងារនៅក្នុងទីក្រុងបាដាកក្នុងឋានៈជាប្រធានអ្នកប្រាជ្ញប្រចាំវិមាននៃប្រាជ្ញាឬហៅថា House of Wisdom ទីនោះគឺជាបណ្ណាល័យនិងជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំជាងគេបំផុតនៅលើโลกនាសម័យនោះដែលជាកន្លែងប្រមូលផ្ដុំអ្នកប្រាជ្ញគ្រប់ជាតិសាសន៍មកបកប្រែនិងស្រាវជ្រាវឯកសារវិទ្យាសាស្ត្រពីភាសាក្រិកឥណ្ឌានិងភើសៀនៅក្នុងឆ្នាំ820នៃគ្រិស្តសករាជលោក Al-Khwarizmi បានបោះពុម្ពផ្សាយសៀវភៅដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រគណិតវិទ្យាពិភពលោកដែលមានចំណងជើងថាសៀវភៅសង្ខេបស្ដីពីការកណនាដោយការបំពេញបន្ថែមនិងការផ្ទៀងផ្ទាត់ជំរះដើម្បីឲ្យងាយយល់គំនិតស្នូលនៃសៀវភៅនេះចង់និយាយអំពីវិធីសាស្ត្រដោះស្រាយសម័យកាលហើយពាក្យថា Al-Jab នៅក្នុងចំណងជើងនៃសៀវភៅនេះគឺមានន័យថាការស្ដារឡើងវិញឬការបំពេញបន្ថែមត្រូវបានពិភពលោកខាងលិចយកទៅបកប្រែនិងហៅតគ្នារហូតក្លាយជាពាក្យបច្ចេកទេសគណិតវិទ្យាសពថ្ងៃគឺពាក្យថា Algebra ឬភាសាខ្មែរយើងហៅថាពេជ្រគណិតនឹងឯងដោយសារតែស្នាដៃដ៏ចម្បងក្នុងការបង្កើតវិធានការដោះស្រាយសម័យកាល Linear និងសម័យកាល Degree ទី2ចំពោះសម័យកាល Linear មានន័យថាសម័យកាលខ្សែបន្ទាត់ឬសម័យកាល Degree ទី1មូលហេតុដែលគេហៅបែបនេះព្រោះនៅពេលដែលយើងយកសម័យកាលនេះទៅគូរជា graph នៅលើប្លង់កអុកដនេលទ្ធផលដែលបានគឺតែងតែចេញជាខ្សែបន្ទាត់ត្រង់ជានិច្ចនេះហើយទើបពិភពលោកបានប្រសិទ្ធនាមលោកថាជាបិតានៃពេជ្រគណិត Father of Algebra ជាផ្លូវការចំណុចពិសេសនេះគឺលោកមិនបានបង្កើតវាឡើងដើម្បីតែទ្រឹស្ដីនោះទេតែលោកចង់យកវាទៅដោះស្រាយបញ្ហាជាក់ស្ដែងនៅក្នុងជីវភាពរស់នៅដូចជាការបែងចែកកេរមរតកការវាស់វែងដីធ្លីកសិកម្មនិងការកណនាក្នុងពាណិជ្ជកម្មជាដើមអ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតគឺលោក Al-Khwarizmi ជាស្ពានចម្លងប្រព័ន្ធលេខដ៏សំខាន់បំផុតលោកបានសិក្សាពីប្រព័ន្ធលេខរបស់ឥណ្ឌារួមទាំងគំនិតលេខ0របស់លោកអារ្យភត្តៈនិងលោកព្រហ្មគុបតៈរួចយកមកចងក្រងផ្សព្វផ្សាយនិងអភិវឌ្ឍឲ្យទៅជាប្រព័ន្ធលេខហិណ្ឌូអារ៉ាប់ដែលក្រោយមកប្រព័ន្ធលេខនេះត្រូវបានរីករាលដាលទៅដល់អឺរ៉ុបហើយត្រូវបានជំនួសប្រព័ន្ធលេខរ៉ូម៉ាំងដ៏ស្មុគស្មាញដែលយើងប្រើប្រាស់រហូតមកដល់សប្តាហ៍ថ្ងៃនេះនៅពេលដែលសៀវភៅរបស់លោកត្រូវបានបកប្រែជាភាសាឡាតាំងឈ្មោះរបស់លោកគឺ Al-Khwarizmi ត្រូវបានគេសរសេរខុសទៅជាពាក្យថា Algorithmi ពាក្យមួយនេះហើយដែលបានវិវត្តទៅជាពាក្យបច្ចេកវិទ្យាកុំព្យូទ័រដ៏មានឥទ្ធិពលបំផុតរាល់ថ្ងៃនេះគឺពាក្យថា Algorithm មានន័យថាលំដាប់លំដោយនៃវិធានកណនាដែលជាបេះដូងនិងជាខួរក្បាលនៃកម្មវិធីកុំព្យូទ័រនិងប្រព័ន្ធអ៊ីនធឺណិតទាំងឡាយនៅលើលោក Al-Khwarizmi បានទទួលមរណភាពនៅក្នុងអំឡុងឆ្នាំ850នៃគ្រិស្តសករាជក្នុងអាយុប្រហែល70ឆ្នាំដោយបានបន្សល់ទុកនូវមរតកវិទ្យាសាស្ត្រដ៏មហាសាលសម្រាប់មនុស្សជាតិទាំងមូលស្នាដៃរបស់លោកបានបង្ហាញយើងយ៉ាងច្បាស់ថាចំណេះដឹងដែលពិតប្រាកដគឺមិនត្រឹមតែជាទ្រឹស្ដីនៅលើក្រដាសឡើយតែវាជាចំណេះដឹងដែលអាចយកមកដោះស្រាយនិងសម្រួលដល់ការរស់នៅរបស់មនុស្សជាតិពីសម័យកាលមួយទៅសម័យកាលមួយទៀត